នៅពីក្រោយឆាកជីវិតមនុស្សដែលមានបញ្ហាតាក់ទងជាមួយនឹងតម្រងនោមបងប្អូនគួរតែដឹងទាំងអស់គ្នាថាតើ lifestyle ជីវិតរបស់មនុស្សដែលគាត់មានបញ្ហាប្រឈមជាមួយនឹងតម្រងនោមនេះមានអីខ្លះទីមួយគឺជាប្រភេទមនុស្សដែលគាត់កំពុងតែមានបញ្ហាសម្ពាធឈាមឡើងខ្ពស់និងតាក់ទងនឹងជំងឺទឹកនោមផ្អែមបើសិនជាបងប្អូនទាំងអស់គ្នាកំពុងតែមានបញ្ហាជំងឺទឹកនោមផ្អែមជំងឺលើសឈាមនិងរ៉ាំរ៉ៃបងប្អូនគួរតែរកដំណោះស្រាយឲ្យទាន់ពេលវេលាកុំឲ្យជំងឺនឹងកាន់តែធ្ងន់ធ្ងរទី2គឺជាក្រុមមនុស្សដែលអត់សូវមានសកម្មភាពចូលចិត្តធ្វើអីមួយនៅតែមួយកន្លែងយូរមកហើយអត់សូវមានសកម្មភាពតាក់ទងនឹងការហាត់ប្រាណបងប្អូននឹងហើយរាងកាយរបស់មនុស្សយើងតែកាលណាយើងអង្គុយយូរនៅមួយកន្លែងក៏មានបញ្ហាប្រឈមជាមួយនឹងតម្រងនោមដូចគ្នាជាពិសេសមនុស្សដែលអត់ចូលចិត្តហាត់ប្រាណឬក៏អត់មានទម្លាប់មួយនៅក្នុងការហាត់ប្រាណចូលចិត្តញ៉ាំអាហារច្រើនហើយបងប្អូនអត់សូវមានសកម្មភាពចូលចិត្តស្តុកទុកនៅក្នុងរាងកាយច្រើនដែលធ្វើឲ្យបងប្អូនមានបញ្ហាប្រឈមដូចគ្នាក្រុមទី3អាចរាប់បានថាជាក្រុមបុគ្គលដែលប្រើ lifestyle ជីវិតតាក់ទងនឹងរបបអាហារចូលចិត្តអាហារដែលមានរសជាតិដិតខ្លាំងមិនថាជាប្រភេទអាហារដែលប្រៃខ្លាំងឬក៏ជាប្រភេទអាហារដែលមានរសជាតិផ្អែមខ្លាំងហើយក្រុមទី4ចុងក្រោយគឺជាក្រុមមនុស្សដែលប្រើប្រាស់ lifestyle ជីវិតតាក់ទងនឹងការញ៉ាំទឹកឲ្យបានគ្រប់គ្រាន់ញ៉ាំទឹកតាមការស្រេកតតែគាត់ឃ្លានមិនគាត់ទៅញ៉ាំអត់សូវបានញ៉ាំគ្រប់គ្រាន់តាមរាងកាយរបស់មនុស្សយើងត្រូវការចុះសម្រាប់ឆាកជីវិតបងប្អូនទាំងអស់គ្នាវិញរាល់ថ្ងៃកំពុងតែប្រើប្រាស់ lifestyle ទាំងអស់នឹងអត់អាច comment នៅក្នុងវីដេអូហ្នឹងម្នាក់មួយបាន